សូមយល់ដឹងពីសិទ្ធិរបស់អ្នកព័ត៌មាននេះអាចជួយអ្នកប្រសិនបើអ្នកមានជួបភ្នាក់ងារ ICE មករកអ្នកភ្នាក់ងារ ICE តែងតែមកក្នុងរូបភាពបន្លំខ្លួនប្រើល្បិចបញ្ឆោតចាប់ខ្លួននិងឃុំខ្លួនអ្នកដើម្បីប្រមូលយកព័ត៌មានផ្សេងៗពីអ្នករាល់ស្ថានភាពទាំងឡាយណាក៏ដោយអ្នកមានសិទ្ធិក្នុងការការពារខ្លួនដឹងពីសិទ្ធិរបស់អ្នកក្នុងការអាចជួយរារាំងភ្នាក់ងារ ICE ពីការចាប់ខ្លួនអ្នកដោយអយុត្តិធម៌ដើម្បីត្រៀមខ្លួនក្នុងការរួចរាល់ក្នុងការជួបប្រទះភ្នាក់ងារ ICE អ្នកត្រូវនិយាយប្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកអំពីបញ្ហាដែលអ្នកជួបប្រទះពិភាក្សាបញ្ហានេះជាមួយនឹងមនុស្សដែលអ្នកស្និទ្ធស្នាលនិងខ្សែបណ្ដាញផ្សេងៗដែលអ្នកស្គាល់ហើយអាចជួយអ្នកបានប្រសិនបើថ្ងៃណាមួយអ្នកត្រូវបានឃុំខ្លួនឧទាហរណ៍ដូចជាជំនួយផ្នែកងារច្បាប់និងមនុស្សក្នុងសហគមន៍ផ្សេងៗដែលអ្នកស្គាល់អ្នកត្រូវកំណត់សម្គាល់អ្នកដែលត្រូវតាក់ទងនៅពេលដែលមានហេតុការណ៍អាសន្នអ្នកត្រូវចាំលេខទូរស័ព្ទរបស់ពួកគេឲ្យបានច្បាស់លាស់ត្រូវប្រាប់ពួកគេថាពួកគេជាបុគ្គលអ្នកតាក់ទងពេលដែលអ្នកមានបញ្ហាអាសន្ននានាអ្នកត្រូវផ្ដល់ព័ត៌មានសំខាន់ៗរបស់អ្នកទៅពួកគេដើម្បីឲ្យពួកគេអាចជួយអ្នកបានអ្នកត្រូវស្វែងរកបុគ្គលដែលអាចពឹងពាក់បានទាំងស្រុងដើម្បីជួយទំនប់បម្រុងនិងមើលថែសមាជិកគ្រួសាររបស់អ្នកដូចជាកូនសត្វចិញ្ចឹមឪពុកម្ដាយចាស់ជរាជាដើមអ្នកត្រូវប្រមូលនិងចងក្រងឯកសារទាំងអស់នេះរួចទុកដាក់នៅក្នុងកន្លែងមួយដែលមានសុវត្ថិភាពអ្នកគួរទៅតាមកាលវិភាគកំណត់នៅពេលដែលអ្នកបានកោះហៅពីភ្នាក់ងារ ICE ឬតុលាការប៉ុន្តែហាមទៅទីនោះដោយម្នាក់ឯងសូមអ្នកផ្ដល់ដំណឹងនេះដល់ MN8 ឬមេធាវីរបស់អ្នកត្រូវតាក់ទងស្វែងរកជំនួយទៅកាន់អង្គការគាំពារសិទ្ធិរបស់ជនអន្តោប្រវេសន៍និងសេវាកម្មផ្នែកច្បាប់នានាដើម្បីគាំទ្រដល់សិទ្ធិការពារសម្រាប់ជនអន្តោប្រវេសន៍ចុងក្រោយអ្នកត្រូវដឹងអំពីសិទ្ធិរបស់អ្នកពេលអ្នកនៅផ្ទះអ្នកមិនត្រូវបើកទ្វារនោះទេប្រសិនបើអ្នកបើកទ្វារនេះអាចចាត់ទុកថាអ្នកនឹងអនុញ្ញាតឲ្យពួកភ្នាក់ងារ ICE ឲ្យចូលក្នុងផ្ទះរបស់អ្នកដើម្បីដោយស្ម័គ្រចិត្តអ្នកត្រូវធ្វើការសួរនាំបុគ្គលនោះឲ្យផ្ដល់អត្តសញ្ញាណរបស់ខ្លួននិងកន្លែងការងាររបស់ពួកគេអ្នកត្រូវស្វែងរកដីកាប្រកាសមុននឹងឲ្យភ្នាក់ងារ ICE មកចូលផ្ទះរបស់អ្នកពួកគេត្រូវបង្ហាញដីកាប្រកាសចាំបញ្ជាក់ថាដីកានេះអាចជាដីកាចាប់ខ្លួនពីភ្នាក់ងារ ICE ឬដីកាឆែកឆេរផ្ទះរបស់អ្នកសម្រាប់ចេញពីតុលាការអ្នកអាចសុំឲ្យបុគ្គលទាំងនោះសូកដីកាប្រកាសនៅក្រោមទ្វាររបស់អ្នកដីកាប្រកាសនេះមានប្រសិទ្ធភាពត្រូវមានចំណុច2សំខាន់ទី1មានហត្ថលេខាចុះដោយផ្ទាល់ពីចៅក្រមឬភ្នាក់ងាររដ្ឋាភិបាលទី2មានកំណត់ថាបុគ្គលនៅក្នុងដីកាប្រកាសត្រូវបានកោះហៅឬទីកន្លែងផ្ទាល់របស់បុគ្គលក្នុងការដីកាកោះហៅត្រូវមានបញ្ញត្តិឲ្យឆែកឆេរច្បាស់លាស់ប្រសិនបើប៉ូលីសឬមន្ត្រីអន្តោប្រវេសន៍គ្មានដីកាសម្រេចដែលមានសុពលភាពនោះទេអ្នកមានសិទ្ធិក្នុងការសុំឲ្យពួកគេចាកចេញពីផ្ទះរបស់អ្នកត្រូវរក្សាភាពនឹងណោនិងប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់អ្នកត្រូវតាក់ទងទៅមេធាវីឬផ្ដល់ដំណឹងឲ្យអង្គការតស៊ូមតិដើម្បីពួកគេបានដឹងអំពីបញ្ហាដែលកើតឡើងនៅលើអ្នកប្រសិនបើប៉ូលីសឬមន្ត្រីអន្តោប្រវេសន៍មានដីកាសម្រេចដែលមានសុពលភាពចូលអ្នកអានដីកាប្រកាសបង្គាប់កោះហៅនោះដោយយកចិត្តទុកដាក់ថាតើបុគ្គលរូបនោះដែលគេកំពុងស្វែងរកនេះនៅទីកន្លែងណាដែលគេអាចឆែកឆេរបានអ្នកត្រូវព្យាយាមថតទុកដីកាសម្រេចទាំងនោះអ្នកត្រូវថតដីកាសម្រេចទាំងនោះដើម្បីដាក់តួលេខក្នុងដីកាឲ្យប្រមូលទិន្នន័យនានាឲ្យបានច្រើនអ្នកធ្វើបានពេលដែលអ្នកនៅទីសាធារណៈអ្នកមានសិទ្ធិក្នុងការរក្សាភាពស្ងៀមស្ងាត់និងមិនឆ្លើយរាល់សំណួរទាំងឡាយអ្នកមិនត្រូវឆ្លើយសំណួរអ្វីទាំងអស់ទាក់ទងទៅនឹងព័ត៌មានស្ថានភាពអន្តោប្រវេសន៍អ្នកមានសិទ្ធិថតទុកវីដេអូភ្នាក់ងារ ICE និងរូបភាពសកម្មភាពបែបនេះអាចជួយបុគ្គលដែលជាប់ពាក់ព័ន្ធប្រមូលភស្តុតាងសំខាន់ៗក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍អ្នកត្រូវសូមមើលដីកាចាប់ខ្លួនអ្នកត្រូវនិយាយជាមួយមេធាវីអ្នកត្រូវសូមទូរស័ព្ទទៅក្រុមគ្រួសារឬភ្នាក់ងារច្បាប់ដែលជួយអ្នកបានប្រសិនបើអ្នកត្រូវបានឃុំខ្លួនដោយភ្នាក់ងារ ICE អ្នកមិនត្រូវឆ្លើយសំណួរដែលមន្ត្រីអន្តោប្រវេសន៍បានសួរនោះទេអ្នកមិនត្រូវចុះហត្ថលេខាលើលិខិតស្នាមផ្សេងមុននឹងពិគ្រោះជាមួយនឹងមេធាវីរបស់អ្នកត្រូវសុំសេចក្តីថតចម្លងអំពីព័ត៌មានអន្តោប្រវេសន៍របស់អ្នក
អ្នកត្រូវតាក់ទងនិងផ្ដល់ដំណឹងទៅសមាជិកគ្រួសាររបស់អ្នកអំពីហេតុការណ៍ដែលកើតឡើងមកលើអ្នកសមាជិកគ្រួសាររបស់អ្នកត្រូវស្គាល់អំពីព័ត៌មានសំខាន់ៗរបស់អ្នកដូចជាឈ្មោះនាមនិងកិត្តិនាមរមមុខរបស់អ្នកឈ្មោះផ្សេងៗដែលអ្នកបានប្រើនិងថ្ងៃខែឆ្នាំកំណើតលើបញ្ជីអន្តរប្រវេសន៍របស់អ្នក